ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូនេះដែរខ្ញុំមកប្រាប់បងប្អូនពីរបៀបចុះឈ្មោះក្នុង website Japolo ចឹងហើយបងប្អូនដែលថ្មីអត់ទាន់ចេះចុះឈ្មោះបងប្អូនអាចមើលក្នុងវីដេអូនេះបានបងប្អូន search ថា Japolo នោះក្នុង YouTube មកមានវីដេអូបង្រៀនមកជាច្រើនដើម្បីបង្រៀនបងប្អូនចឹងណាបងប្អូនចឹងហើយបងប្អូនអាចចូលទៅកន្លែងជ្រុំដើម្បីចុះឈ្មោះនៅក្នុង website Japolo ចឹងហើយបងប្អូនចុចទៅជ្រុំបងចូលដល់កន្លែងនេះបងប្អូនទៅសេថា Japolo ក៏ដើម្បីដល់ពេលដែលយើងចុចអញ្ចឹងហើយយើងឃើញ link នៅខាងក្រោមអញ្ចឹងដើម្បីយើងចុចលើនឹងមកចូលដល់ផ្ទាំងបែបនេះគឺយើងចូលក្នុង website ហើយណាបងប្អូនមិនទាន់ចុះឈ្មោះបានទេឥឡូវយើងស្រួលទៅលើឃើញកន្លែងនេះ Gmail កន្លែងនេះ support នោះគឺក្នុងជ្រុំវាស្រួលអញ្ចឹងបងប្អូនបើខ្ញុំឲ្យចូលកន្លែងជ្រុំស្រួលតែបើយើងចង់កំណត់ឈ្មោះខ្លួនឯងកន្លែងនេះក៏បានដាក់ Gmail កន្លែងទៅអញ្ចឹងវាងាយញ៉ៃអញ្ចឹងបងប្អូនយើងមិនបាច់ទេចឹងហើយបងប្អូនអាចចុចទៅលើ Gmail នឹងថ្មទៅបន្តមកទៀតបងប្អូនចុចកន្លែងនេះមួយសារទៀតបាទពេលដែលឃើញបែបនេះបងប្អូនគឺយើងចុះឈ្មោះបានជោគជ័យហើយប៉ុន្តែយើងអត់ទាន់មានទឹកប្រាក់ទេគឺកន្លែងនេះគឺទឹកប្រាក់ខ្ញុំបានបញ្ចូលទៅមុនហើយបដិបង្រៀនបងប្អូនពីរបៀបចុះឈ្មោះអញ្ចឹងទៅគឺលុយពីទឹកប្រាក់ការអញ្ចឹងបងប្អូនហើយខាងក្រោមនេះគឺខ្ញុំបានបញ្ជាទិញអញ្ចឹងវាគាត់ដំណាំមកយើងកន្លែងហ្នឹងអញ្ចឹងហើយបងប្អូនពេលដែលចុះឈ្មោះដំបូងគឺ$0ទាំងអស់ហ្នឹងកន្លែងហ្នឹងគឺ$0ហើយខាងក្រោមនេះតើយើងទៅទៀតទិញមកបានអស់ប្រហែលសេនគឺលោតកន្លែងហ្នឹងអញ្ចឹងហើយបងប្អូនកុំឲ្យខាតពេលយូរបងប្អូនអាចដាក់ប្រាក់បានបើសិនជាបងប្អូនចង់បញ្ជាទិញបងប្អូនត្រូវដាក់ប្រាក់ជាមុនសិនណាបងប្អូនណាអញ្ចឹងហើយខ្ញុំប្រាប់ទៅលើការដាក់ប្រាក់ខ្ញុំចុចខាងលើនេះកន្លែងនេះគឺខ្ញុំចុចទៅលើនេះចឹងខ្ញុំចុចលើនោះមកបន្តមកទៀតយើងចុចលើកន្លែងទៀតបន្តមកទៀតបងប្អូនឃើញកន្លែងនេះគឺនេះកន្លែងនេះគឺចាប់ពី$10សេនដល់$1000គឺមានន័យថាយើងចាក់ដាក់10សេនក៏បានដាក់$1000ក៏បានដាក់ប្រមាណសេនបងប្អូនទេណាអត់ដាក់$2000បានទេព្រោះកំណត់ត្រឹមតែ$1000ចុះក្រោមដល់10សេនចឹងហើយបងប្អូនអាចដាក់បានគឺខ្ញុំដាក់10សេនឲ្យបងប្អូនមើល 0.10 ចឹងមកបន្តមកយើងចុច create QR ចឹងហើយមានពេលតែ3នាទីណាបងប្អូន QR ហ្នឹងគឺបើសិនជាបងប្អូនលើសគឺអត់អាចចូលក្នុង account របស់បងប្អូនបានទេចឹងហើយបងប្អូនមានពេលវេលាតែ3នាទីដើម្បីបញ្ចូលទឹកប្រាក់ចឹងហើយបងប្អូនអាចយកទូរស័ព្ទថ្មីផ្សេងមក scan ក៏បានបងប្អូនថត screen កន្លែងហ្នឹងទៅផាសចូលកន្លែង QR ក៏បានចឹងហើយបងប្អូនខ្ញុំថតឲ្យបងប្អូនមើលចេះមកតោះមកយើងចូលទៅធនាគាររបស់យើងដើម្បីយើងបើក scan ចឹងបងប្អូនបន្តមកយើងបើក QR ដើម្បីយក QR ចូលនេះឃើញហើយគឺវា support ថា10សេនអញ្ចឹងហើយបងប្អូនអត់អាចដូរបានទេចង់បដូរដាក់20សេនក៏បានដែរអញ្ចឹងបងប្អូនមានតែកំណត់សារជាថ្មីឬចុចបង់ឥឡូវអញ្ចឹងហើយបងប្អូនខ្ញុំចុចបង់ឥឡូវតមកយើងវាយលេខសម្ងាត់រួចជាស្រេចចឹងបងប្អូនចូលទៅមើលក្នុង website របស់វាគឺវាសាប់ចេះនៅកន្លែងនេះគឺវាគ្រាថាបង់ប្រាក់បានជោគជ័យចឹងហើយបងប្អូនអាចខ្វែងបានទៅមើលទឹកប្រាក់របស់បងប្អូនសល់ឡើងវិញចឹងហើយបងប្អូនចូលទៅមើល account គឺថាវាមានទឹកប្រាក់ហើយឬនៅចឹងណាបងប្អូនពួកឯងអាចនឹងយឺតប្រហែលជា10នាទីទៅ20នាទីវាអាចតាមលឿនតាមនឹងក៏បានដែរចឹងណាបងប្អូនគឺប្រព័ន្ធអ៊ីនធឺណិតគឺវាអាច slow វាអាចអីចឹងបងខ្ញុំក៏អត់ហ៊ានសន្និដ្ឋានដែរចឹងហើយវីដេអូត្រឹមនេះគឺខ្ញុំបានបង្រៀនបងប្អូនត្រឹមនេះបងប្អូនអាចធ្វើបានហើយការជាទិញសេវាកម្មអីគឺកន្លែងខាងក្រោមនេះខាងក្រោមនេះ platform ខាងក្រោមនេះបងប្អូនអាចចុចលើហ្នឹងទិញបានសេវាកម្មខាងក្រោមច្រើនណាចឹងវីដេអូហ្នឹងខ្ញុំអត់ប្រាប់ពី
ជាទិញទេគឺមានវីដេអូមុនហើយបងប្អូនអាចចូល YouTube របស់ចាក់ website ចាក់ follow បានស្អីតែចាក់ follow ទៅអញ្ចឹងគឺក្នុង YouTube មានហើយវីដេអូបង្រៀនអញ្ចឹងអរគុណជម្រាបលា